បាទជំរាបសួរលោកគ្រូខ្ញុំឈ្មោះផនសុជាតិលេខរៀងទី1រៀននៅថ្នាក់ D សូមធ្វើការសង្ខេបមេរៀននៅសប្តាហ៍ទី2និយាយអំពីតេស្តចុះថ្ងៃនេះគឺខ្ញុំសង្ខេបមេរៀនជាអំពីតេស្តប្រចាំខែនិងតេស្ត PISA ចំនួនតេស្តមាន2ទម្រង់មានទម្រង់បើកនិងទម្រង់បិទទម្រង់បិទមានសំណួរដូចជាសំណួរត្រូវខុសចម្លើយសំណួរបើកមានសំណួរចម្លើយច្រើនមានចម្លើយអាស្រ័យទៅលើសិស្សមកទៅនិយាយអំពីការអនុវត្តការរៀបចំនិងបង្កើតតេស្តស្តង់ដារដំណាក់កាលទី1ត្រូវមានតារាងកំណត់គម្រោងតេស្តដំណាក់កាលទី2ការបង្កើតសំណួរតេស្តដំណាក់កាលទី3ការអនុវត្តធ្វើតេស្តក្នុងថ្នាក់ដំណាក់កាលទី4ការធ្វើអត្រាកំណត់សំណួរទម្រង់បើកដំណាក់កាលទី5វិភាគលទ្ធផលតេស្តដំណាក់កាលទី6កំណត់ចំណុចខ្លាំងនិងចំណុចខ្សោយបន្ទាប់មករៀបចំផែនការបង្រៀនដើម្បីធ្វើឲ្យលទ្ធផលសិក្សារបស់សិស្សប្រសើរឡើងមកទៀតនិយាយអំពីតេស្ត PISA តេស្ត PISA មានន័យថា Program for International Student Assessment សំណួរតេស្តកម្មវិធីអន្តរជាតិស្តីពីបង្ហាញតម្លៃលទ្ធផលសិក្សារបស់សិស្សហៅថា PISA រង្វាន់បែប PISA ផ្ដោតទៅលើ3មុខជា3គឺអក្ខរកម្មអំណាចអក្ខរកម្មអំណាចគឺសំដៅទៅលើសមត្ថភាពយល់ប្រើប្រាស់ឆ្លុះបញ្ចាំងនិងដកស្រង់គំនិតសំខាន់នៃអត្ថបទសរសេរផ្សេងៗដើម្បីសម្រេចបានគោលដៅអភិវឌ្ឍចំណេះដឹងនិងសក្តានុពលរបស់ខ្លួននិងដើម្បីអាចចូលរួមក្នុងសង្គមមួយទៀតអក្ខរកម្មគណិតវិទ្យាអក្ខរកម្មគណិតវិទ្យាសំដៅលើសមត្ថភាពទាញយករូបមន្តចេះប្រើប្រាស់និងបកស្រាយគណិតក្នុងបរិបទផ្សេងៗអាចវែងញែកប្រើប្រាស់បញ្ញត្តិគណិតវិធានអង្គហេតុនិងឧទាហរណ៍នានាដើម្បីពិពណ៌នាពន្យល់ព្យាករណ៍បាតុភូតអក្ខរកម្មវិទ្យាសាស្ត្រអក្ខរកម្មវិទ្យាសាស្ត្រសំដៅទៅលើសមត្ថភាពយល់ដឹងពីបញ្ហាវិទ្យាសាស្ត្រនិងគំនិតវិទ្យាសាស្ត្រជាពលរដ្ឋដែលមានការត្រិះរិះពិចារណាអាចយល់ដឹងពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាមានសមត្ថភាពយល់អញ្ចឹងការសង្ខេបមេរៀនខ្ញុំនេះក៏សូមចប់សេចក្ដី